นี่คือ hero ทำไมในคำ test ដែលមានឈ្មោះថា Sora គឺជា hero fighter assassin ដែលមាន skill រហូតដល់9ប្រភេទផ្សេងគ្នាបាទ skill 1 វាយពីដៃហើយបុកទៅមុខម្ដាយលើសរុប skill 2គឺខាត់ទៅក្រោយហើយលុតដាស់ទៅមកហើយបើសិនយើងបុកចំ enemy គឺធ្វើឲ្យ enemy slow ហើយ skill នឹងក៏អាចយកធ្វើការផ្លោះលបងធ្វើឲ្យបានដែរ skill ultimate របស់ hero Sora ហ្នឹងគឺមាន2តម្រងតម្រងទី1នេះគេហៅថាតម្រង Thunder គឺផ្ទះខ្ទប់ហើយបើសិនយើងចង់ដាក់តម្រងផ្ទះខ្ទប់យើងចុចលើ ultimate ហើយយើងអូសមកខាងឆ្វេងអញ្ចឹងណាហើយដល់ពេលយើងចុច RT តម្រងផ្ទះខ្ទប់ហ្នឹងវាចំ enemy ផ្ទុះពងស៊ីឈាមគេហើយដល់ពេលយើងខ្លាយទៅជាតម្រងហ្នឹងគឺយើងប្រើ skill ថ្មីដែលតម្រងផ្ទះខ្ទប់ហ្នឹងដល់ពេលយើងដាក់ RT ទៅតម្រងហ្នឹងគឺវាធ្វើឲ្យឈាម extra ផាន់យើងហ្នឹងវាបំលែងទៅជា damage ទាំងអស់អញ្ចឹងធ្វើឲ្យតម្រងហ្នឹងគឺជាតម្រងដែលដូច assassin អញ្ចឹងស្រាប់ skill ទី1នៅក្នុងតម្រងផ្ទះខ្ទប់ហ្នឹងគឺយើងដាល់4ដងហើយឈឺជាងមុនហើយដាល់ទៅមុខម្ដងដូចតម្រងធម្មតាយើងតែគ្រាន់ថាវាឈឺជាងមុនអញ្ចឹងណា skill ទី2គឺយើងអាចលុតដាស់ទៅមុខដូចគ្នាប៉ុន្តែលុតដាស់ទៅបុកចំគេវាធ្វើឲ្យ slow គេខ្លាំងជាងមុនសម្រាប់ ultimate គឺយើងអាចប្រើបានករណីយើងប្រើ skill ទី1និង skill ទី2បុកប៉ះចំគេវាឡើង stack ហា stack ក្រោមឈាមរបស់យើងហ្នឹងនៅពេលដែលវាពេញគ្រប់5 stack បាទយើងអាចដាក់ ultimate បានហើយ ultimate វាគឺយើងដាល់ទៅដល់ដល់មកអែមកប់ស្រីធម្មតាដាល់ទៅ enemy ឈឺដល់កហើយនៅពេលដែលយើងកំពុងដាល់គេហ្នឹងគឺយើងអាច move បានហោះទៅលើមេយើងអាចឆ្លងហោះឆ្លងលបងឆ្លងឲ្យបានអែមកប់ស្រីនិយាយពី ultimate តម្រងមួយទៀតគេហៅថាតម្រង torrent តម្រងហ្នឹងគឺដូចតាមដូចថាងអញ្ចឹងដើម្បីដាក់ ultimate តម្រង torrent ហ្នឹងបានគឺយើងត្រូវអូស ultimate យើងត្រូវខាងស្ដាំនៅពេលដែលវាប្រែកាយទៅជាតម្រងហ្នឹងគឺវាលក្ខណៈថាវាមានខ្យល់ស្រូបទាញបើសិនជា enemy នៅក្បែរហ្នឹងគឺវាស្រូបទាញចូលកណ្ដាលតែម្ដងហើយតម្រងហ្នឹងគឺដូចយើងប្រែឲ្យខ្លួនឯងរៀងតានជាមុនអញ្ចឹងឬមានដូចកបីអញ្ចឹងនិយាយទៅគ្នាមើលដឹងហើយនៅពេលដែលយើងដាក់ RT ចូលតម្រង torrent មកនេះគឺវាធ្វើឲ្យ extra damage ដែលយើងមានបំលែងទៅជាឈាមយើងទាំងអស់ហើយនៅពេលដែលយើងដាក់ ultimate ហ្នឹងទៅគឺវាធ្វើឲ្យឡើងឈាមខ្លាំងជាងមុនស្រេច skill ទី1គឺយើងដាល់2ដងហើយដាល់ទៅមុខប៉ុន្តែវារៀង slow ជាងមុនតែវាម្ដាយគឺវារៀងនេះដែរហើយតួអង្គយើងរៀងតាន់ណាសម្រាប់ skill ទី2គឺនៅពេលដែលយើងដាល់ទៅមុខដាស់ទៅមុខគឺយើងបុកចំ enemy ធ្វើឲ្យ enemy knock up សម្រាប់ skill ទី3បើសិនជាយើងចង់ប្រើគឺត្រូវឲ្យចាំ stack ពេញយើងត្រូវប្រើ skill ទី1ទី2ចាំ stack ពេញប្រឡងយើងអាចដាក់បានវាវាយដល់ទៅដីដូចគ្នាប៉ុន្តែរៀង slow ជាងបន្តិចបាទប៉ុន្តែក្នុងតម្រងនេះគឺយើងតាន់ហើយសាហាវខ្លាំងមែនទែនហើយនៅគ្នាកុំភ្លេចនៅថ្ងៃទី1ខែធ្នូវេលាម៉ោង3រសៀលនេះគឺមុនថននឹងចេញ skin Starlight របស់ Hero Fredrin បាទអញ្ចឹងនៅគ្នា skin Starlight របស់ Fredrin នេះគឺស្អាតខ្លាំងមែនទែននៅគ្នាហើយនៅគ្នាទទួលបានកាដូនិង skin pen skin អីជាច្រើនទៀតនៅគ្នាអញ្ចឹងនៅគ្នាគ្រាន់តែបញ្ចូលពេជ្រជាមួយនឹង website Darlin Store ដែលខ្ញុំបានដាក់ link នៅក្នុង pin comment ក៏ដូចជានៅលើចំណងជើងហើយកញ្ចប់ដែលខ្ញុំចង់ណែនាំនៅគ្នាបញ្ចូលគឺនៅគ្នាចំណាយត្រឹមតែ$5នៅគ្នាទទួលបាន343 diamond ហើយគេដាក់ Starlight ហ្នឹងយើងចំណាយត្រឹមតែ300 diamond នៅគ្នាអញ្ចឹងយើងសល់43 diamond ទៀតហើយ skin Fredrin Starlight ខែធ្នូនេះគឺលយខ្លាំងមែនទែននៅគ្នាទាំង effect ទាំង skill ទាំងអីនិយាយទៅ cool ខ្លាំងមែនទែនដូចគ្នាបានឃើញអញ្ចឹងហើយនៅក្នុងហ្នឹងគឺយើងទទួលបាន skin pen ចំនួន2ទៀតប៉ុន្តែមួយគឺយើងត្រូវចាយ100 diamond បន្ថែមបាន2 skin pen ហ្នឹងណាហើយទទួលបានដូចជារូបសំណាកសុំ real effect ហើយនឹងកណ្ដោផ្សេងៗច្រើនទៀតខ្លាំងមែនទែននៅគ្នាអញ្ចឹងនៅគ្នាកុំភ្លេចបញ្ចូលពេជ្រជាមួយនឹង website Darlin Store